នេះក្រោបមកគឺអត់បានរៀបចំខ្លួនទេបងប្អូនដោយសារកូនខ្ញុំយកមិញគឺគាត់អត់ស្រួលខ្លួនរៀងហើមពោះហើយហៀកអញ្ចឹងហើយគាត់អត់បានគេងយើងជាម្ដាយក៏អត់បានគេងដែរហើយអ្នកមានកូនតូចទៅយកអារម្មណ៍នេះគឺថាមានកូនអត់ដែរគេងបានឆ្អែតគ្រប់គ្រាន់ទេប៉ុន្តែធ្វើមិនគឺជាតួនាទីរបស់ម្ដាយត្រូវមើលថែកូនហ្នឹងហើយណាមួយកូនរបស់យើងនៅតូចគឺមានពេលវេលាសម្រាប់ឲ្យយើងមើលថែហ្នឹងមិនជាយូរទេបងប្អូនត្រូវដឹងថាកូនតែពេលធំទៅគឺអត់អាចមកស្និទ្ធស្នាលមួយម៉ែឪទេមានតែពេលហ្នឹងហើយដែលយើងអាចមើលថែគាត់រហូតបានដល់ទៅ4-10ឆ្នាំ20ឆ្នាំទៀតក៏គាត់អត់មានពេលណាសម្រាប់មកនៅក្បែរយើងដែរព្រោះតែធំទៅគាត់នឹងមានការងាររៀងខ្លួនហើយព្រឹកឡើងគឺថាអត់ត្នេទេការងារនៅផ្ទះនឹងចេញចូលតែក្នុងផ្ទះនឹងធ្វើអត់ដែរចេះអស់ទេបងប្អូនវិលជុំអញ្ចឹងមិនថាធ្វើមនុស្សស្រីការងារគឺវិលច្រើនអត់ជុំនឹងឯងចឹងពាក្យចាស់និយាយអត់ខុសទេហើយព្រឹកហ្នឹងគឺមានអីទេបោះជូតរៀបចំលាងចានឆ្នាំងដូចតាទូទៅរាល់ថ្ងៃការងារនឹងធ្វើដដែលអញ្ចឹងហើយតាន់ពេលកូនគេអញ្ចឹងក៏ឆ្លៀតធ្វើទៅតាកូនខ្ញុំភ្ញាក់គឺពិបាកធ្វើមែនតើអញ្ចឹងការងារអស់នឹងដដែលបងប្អូនប៉ុន្តែត្រូវដឹងថាមនុស្សស្រីមើលកូនផងនៅផ្ទះការងារផងអញ្ចឹងហើយបរោះត្រូវយល់អារម្មណ៍មនុស្សស្រីឬក៏ប្រពន្ធខ្លួនឯងផងថានៅផ្ទះអត់ស្រួលទេអញ្ចឹងបរោះមួយចំនួនក៏ត្រូវតែយល់ដែរប៉ុន្តែចំពោះគ្រួសារខ្ញុំគឺគាត់ល្អមែនតើបងប្អូនគាត់ចេះជួយមើលថែមកពីធ្វើការវិញទិញម្ហូបទិញអីអញ្ចឹងណាហើយយប់មិញអត់បានគេងទាំងអស់គ្នាពេលគាត់ឃើញខ្ញុំអត់ល្ងយអញ្ចឹងទៅក៏គាត់ជួយមើលកូនបន្តអញ្ចឹងទៅហើយពួកខ្ញុំគឺអត់មានទីពឹងអីអ្នកណាបានទេរាល់ថ្ងៃគឺតែពីរអ្នកប្តីប្រពន្ធសុទ្ធនឹងឯងជួយគ្នាទៅវិញទៅមកមើលថែកូនការងាររាល់ថ្ងៃគឺពឹងលើប្តីទេព្រោះអីខ្ញុំរាល់ថ្ងៃនេះគឺនៅផ្ទះមើលកូនសិនព្រោះខ្ញុំអត់តដល់ថ្ងៃចូលធ្វើការវិញទេរយៈពេលឈប់ហ្នឹងគឺបានតែ3ខែទេឥឡូវ1ខែកន្លះនៅ1ខែកន្លះទៀតបងប្អូនអើយចឹងហើយយើងតើជួយសម្រួលគ្នាហើយឥឡូវហ្នឹងគឺចាប់ផ្ដើមបោកអាវបោកអីចឹងណាតន់តនេហើយមួយទៀតគិតថាឆ្លៀតធ្វើទៅព្រោះវានៅតិចដែរតាណាទុកកគឺយើងខ្ជិលហើយដល់ពេលប្តីមកពីធ្វើការវិញគាត់ក៏ឃើញទៅអស់កម្លាំងមានន័យថាហត់ណាអញ្ចឹងយើងនៅធ្វើបានយើងជំនួសដៃជើងធ្វើការងារហ្នឹងទៅពេលគាត់មកវិញអត់មានកៅអៅឬក៏អត់មានអីផ្ទះសប្បាយរៀបចំស្អាតទៅធម្មតាមកពីធ្វើការឃើញផ្ទះរៀបចំស្អាតគឺថាមានអារម្មណ៍សប្បាយចិត្តទោះបីថាហត់នឿយការងារមកឃើញផ្ទះសប្បាយរៀបចំស្អាតបាត់អញ្ចឹងទៅគឺមានកម្លាំងចិត្តអញ្ចឹងណាបងប្អូនបើចំពោះគេខ្ញុំអត់ដឹងទេតែបើចំពោះខ្ញុំហ្មងគឺខ្ញុំតែងតែសប្បាយចិត្តពេលដែលមកផ្ទះវិញឃើញផ្ទះរៀបចំស្អាតអញ្ចឹងណាចាព្រោះអីអត់មានអីស្អាតក្រៅពីផ្ទះយើងរស់នៅនឹងទេបើកន្លែងយើងរស់នៅអត់ស្អាតទេគឺពិបាកអីគេបងប្អូន